ជំរាបសួរសួស្តីអង្គពុំមីងទាំងអស់គ្នាថ្ងៃនេះដែរនាំអូនតារាមកខាងមន្ទីរពេទ្យអូនតារាអាយុ5ខែហើយសុខភាពល្អខ្លាំងណាស់អត់មានឈឺអីទេហើយឥឡូវមកដល់ខាងមន្ទីរពេទ្យគឺត្រូវរងចាំបន្តិចដោយសារតាមកដល់មុនម៉ោងណាត់អញ្ចឹងយើងត្រូវចាំតម្រាំដល់ម៉ោងជួបគ្រូពេទ្យហើយម៉ោងនេះគឺខាងគ្រូពេទ្យគេមកពិនិត្យខួរក្បាលសរីរាង្គកាយរបស់ baby ថាគាត់ឆ្លាតឬក៏គាត់អភិវឌ្ឍអីខ្លះចឹងណាហើយមនុស្សផលដែលគេងហ្នឹងគឺគ្រូពេទ្យនឹងឯងគឺគាត់គេងប្រហាត់បរៀនហើយក៏គាត់ប្រាប់យើងវិញថាកូនរឹងមាំអីខ្លះឆ្លាតអីខ្លះហើយគាត់បរៀនវិធីសាស្ត្រឲ្យម៉ាមីប៉ាប៉ារៀនលេងមួយ baby ពេលនៅផ្ទះតាមអ្វីដែលគាត់បង្ហាញដើម្បីឲ្យ baby ឆាប់មានការលូតលាស់ផ្នែកខួរក្បាលនិងភាពរឹងមាំរាងកាយផងដែរហើយវីដេអូថ្ងៃនេះមានប៉ុណ្ណឹងអរគុណច្រើនអ៊ំពូមីងដែលបានស្រឡាញ់ចូលចិត្តចូលមើលវីដេអូរបស់អូនតារាសូមអរគុណច្រើនជូនពពូមីងសុខភាពល្អសំណាងល្អ